លោកស្រីអ្នកនាងកញ្ញាទូទាំងនិកជនជាទីគោរពប្រទេសកម្ពុជាគឺជាប្រទេសមួយប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេសឲ្យមានការរីកចម្រើនដោយយកនៅក្នុងនេះហើយដើម្បីកែលម្អនៅប្រព័ន្ធយុតិធធច្បាប់ថ្មីមួយគឺក្រមនីតិវិធីព្រហ្មទណ្ឌត្រូវបានតាក់តែងឡើងដោយទទួលបានការអនុម័តពីរដ្ឋសភាព្រឹទ្ធសភានិងមានការឡាយប្រហ័សលេខារបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចា៎ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាបជ្រាបអំពីក្រមនីតិវិធីព្រហ្មទណ្ឌនេះក្រសួងយុតិធធបានសហការជាមួយនឹងក្រសួងព័ត៌មានរៀបចំជាកម្មវិធីដើម្បីផ្សព្វផ្សាយស្ដីអំពីក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលយើងមានផ្សាយតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាផងនិងវិទ្យុជាតិផងចា៎នៅក្នុងថ្ងៃនេះយើងមានវាគ្មិនកិត្តិយសចំនួន3រូបមកចូលរួមចាគឺមានអាយដាមកើតរិទ្ធជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធធជំរាបសួរអាយដាមចាអាយដាមប៊ុនហុងអនុរដ្ឋលេខាធិការនៃក្រសួងយុតិធធជំរាបសួរអាយដាមចានិងអាយដាមភៅសំភីជាអគ្គនាយកស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យយុតិធធនៃក្រសួងយុតិធធជំរាបសួរអាយដាមចាហើយជាកិច្ចចាប់ផ្ដើមកម្មវិធីនៅក្នុងថ្ងៃដំបូងនៃកម្មវិធីរបស់យើងនេះខ្ញុំសូមអញ្ជើញអាយដាមភៅសំភីចាជម្រាបជូនទូទស្សនិកជនឲ្យបានជ្រាបអំពីប្រវត្តិនិងគោលការណ៍នៃការរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌចាសូមជម្រាបអាយដាមចាសូមថ្លែងអំណរគុណបាទលោកស្រីពិធីការនីខ្ញុំបាទមានកិត្តិយសថ្ងៃនេះបាទសូមជម្រាបពីជូនបាទទូរទស្សនិកជនពីប្រវត្តិនិងគោលការណ៍នៃការរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទក្រមនីតិវិធីព្រហ្មទណ្ឌនេះជាលទ្ធផលការងារអស់រយៈពេលជាង10ឆ្នាំរបស់ក្រសួងយុតិធធនៃប្រជាណាចក្រកម្ពុជាយើងក្នុងក្របខ័ណ្ឌនៃការចូលរួមការអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់និងយុតិធធរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់តាំងពីឆ្នាំ1998ដូច្នេះដើម្បីឆ្លើយតបនឹងតម្រូវការដែលប្រទេសកម្ពុជាយើងដែលយើងចង់បានក្រមនីតិវិធីព្រហ្មទណ្ឌមួយពេញលេញនិងច្បាស់លាស់ចាប់តាំងពីឆ្នាំ1994ក្រសួងយុតិធធបានរៀបចំនៅក្រមនីតិវិធីកែសម្រួលក្រមនីតិវិធីព្រហ្មទណ្ឌយើងពីព្រោះថាក្រមនីតិវិធីព្រហ្មទណ្ឌនេះជាឧបករណ៍ដ៏សំខាន់សម្រាប់ជាមធ្យោបាយដំណើរការរបស់តុលាការផ្នែកព្រហ្មទណ្ឌហើយក៏ជាអត្ថបទនិងជាក្រមមូលដ្ឋាននៃការកសាងនីតិរដ្ឋនៅកម្ពុជាផងដែរហើយសេចក្តីព្រាងក្រមព្រហ្មទណ្ឌនេះជាពិសេសសប្តាហ៍ថ្ងៃនេះបានចូលយុទ្ធធរមានក្រមព្រហ្មទណ្ឌនេះបានទៅរៀបចំឡើងដោយគណៈកម្មការមួយរបស់ក្រសួងយុទ្ធធរដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុទ្ធធរមន្ត្រីជំនាញច្បាប់ចៅក្រមហើយនឹងមានជំនួយបច្ចេកទេសដ៏សំខាន់របស់សហប្រតិបត្តិការបារាំងបាទចា៎ក្នុងការរៀបចំតាក់តែងក្រមនេះឡើងនេះគឺយើងគោរពនៅគោលការណ៍ជាពិសេសនៅច្បាប់ដែលកម្ពុជាយើងមានស្រាប់ជាពិសេសគឺច្បាប់ថ្ងៃទី8ខែមីនាឆ្នាំ1993ស្តីពីនីតិវិធីព្រហ្មទណ្ឌហើយក្នុងយើងបានរៀបចំគោលការណ៍នេះឡើងគឺដើម្បីធានានៅថានិរន្តរភាពនៃស្ថាប័នក៏ដូចជារក្សានៅប្រពៃណីច្បាប់របស់ប្រទេសកម្ពុជាយើងគឺក្នុងក្របខ័ណ្ឌព្រហ្មទណ្ឌយើងបានរក្សាទុកនៅស្ថាប័នមួយគឺចក្រមស៊ើបសួរហើយយើងក៏បានបង្កើនផ្ដល់នៅតួនាទីចម្បងទៅដល់ចក្រមស៊ើបសួរនៅក្នុងដំណាក់កាលនៃការស្វែងរកភស្តុតាងហើយនឹងការកំណត់បទល្មើសបាទហើយតាក់ទងនឹងគោលការណ៍នេះដែរគឺយើងបានរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌនេះដោយគោរពនៅគោលការណ៍ជាសំខាន់ជាសារវ័នដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងព្រមទាំងអនុសញ្ញាកតិកាសញ្ញាអន្តរជាតិដែលប្រទេសកម្ពុជាយើងជាភាគីជាពិសេសសេចក្តីថ្លែងការណ៍សកលស្តីពីសិទ្ធិមនុស្សឆ្នាំ1998កតិកាសញ្ញាស្តីពីសិទ្ធិនិងពលរដ្ឋនិងសិទ្ធិនយោបាយឆ្នាំ1966ដែលទទួលស្គាល់ផងដែរដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងហើយគោលការណ៍នេះគឺយើងគោរពគេហៅថានៅសិទ្ធិការពារខ្លួនរបស់ជនជាប់ចោតក៏ដូចលើកដំកើងនៅសិទ្ធិរបស់ជនរងគ្រោះហើយតាមរយៈនេះហើយយើងបានបង្កើតនៅយន្តការថ្មីមួយគឺក្នុងការក្របខ័ណ្ឌនៃលើការលើកស្ទួយជនរងគ្រោះគឺយើងបានបង្កើតនៅប្រព័ន្ធមួយគឺការតាំងខ្លួនជាដើមម្ដងរដ្ឋវិនីដែលថាក្នុងករណីដែលមានភាពអសកម្មរបស់នគរបាលយុត្តិធម៌ឬក៏របស់ព្រះអាជ្ញាជនរងគ្រោះនៃបទអក្រិតឬបទមជ្ឈិមអាចដាក់ពាក្យប្តឹងផ្ទាល់ទៅចក្រមស៊ើបសួរដោយធ្វើតាមរយៈការតាំងខ្លួនជាដើមម្ដងរដ្ឋវិនីហើយពាក្យប្តឹងនេះមានអំណាចមានអានុភាពដាក់ឲ្យបណ្ដឹងអាជ្ញាមានចលនាបាទហើយចំណុចមួយទៀតក៏យើងបង្កើតនៅយុត្តាធិការ
ស៊ើបសួរជាពីថ្នាក់ដើម្បីធានាប្រសិទ្ធភាពនៃការស៊ើបសួរស្វែងរកភស្តុតាងគឺសភាស៊ើបសួរនៃសាលាតដែលមានបាទជាសមាជិកមួយដែលត្រួតពិនិត្យទៅលើដំណើរការរបស់មន្ទីរស៊ើបសួរនៅតាមតុលាការខេត្តក្រុងក៏ដូចជាមានសមត្ថភាពពិនិត្យទៅលើសេចក្តីសម្រេចរបស់ចក្រមស៊ើបសួរដែលគេត្រូវបានគេប្តឹងមកបាទដូច្នេះតកតងនឹងទម្រង់នៃច្បាប់នេះវិញដោយលោកស្រីពិធីការនីលោកបានជម្រាបឲ្យថាច្បាប់នេះត្រូវបានរដ្ឋសភានៃប្រជាណាចក្រកម្ពុជាយើងបានអនុម័តនៅថ្ងៃទី7ខែមិថុនាឆ្នាំ2007តាក់ដោយសម្លេង83លើ83បាទដូច្នេះគឺជាឯកច្ឆន្ទហើយនៅថ្ងៃទី24ខែកក្កដាឆ្នាំ2007ព្រឹទ្ធសភាយើងបានអនុម័តដោយសម្លេង51លើ51ហើយនៅថ្ងៃទី10ខែសីហាឆ្នាំ2007ច្បាប់នេះត្រូវបានប្រកាសបាទលាយផុសលេខាឲ្យប្រើដោយព្រះមហាក្សត្រនៅថ្ងៃ10ខែសីហាឆ្នាំ2007ដូច្នេះក្នុងក្របខ័ណ្ឌនៃការកែតម្រង់ប្រព័ន្ធច្បាប់និងតុលាការការអនុម័តក្រមនេះគឺជាសមិទ្ធកម្មមួយក្នុងការកសាងក្របខ័ណ្ឌច្បាប់កសាងនីតិរដ្ឋស្របតាមនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាជូនអាយដាមបញ្ជាក់នៅអត្ថន័យអំពីរឿងក្តីព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌចាតែមានអត្ថន័យយ៉ាងណាដែររឿងក្តីព្រហ្មទណ្ឌគឺជាបដកម្មតាមផ្លូវតុលាការរបស់សង្គមបានន័យថានៅពេលណាដែលមានការរំលោភនៅច្បាប់ឬក៏វិធានដែលគ្រប់គ្រងសង្គមនឹងមានប្រតិកម្មតបមួយដូច្នេះនិយាយឲ្យខ្លីគឺចាប់ពីពេលបទល្មើសមួយត្រូវបានប្រព្រឹត្តរហូតទៅដល់ការដាក់ទណ្ឌកម្មមានតំណែងតំណមួយមាននីតិវិធីមួយត្រូវបានដំណើរការគឺរឿងក្តីព្រហ្មទណ្ឌហៅថារឿងក្តីព្រហ្មទណ្ឌបានថាវាកើតឡើងនៅពេលដែលមានបទល្មើសមួយត្រូវបានប្រព្រឹត្តរហូតដល់មានការអនុវត្តទណ្ឌកម្មការប្រកាសទណ្ឌកម្មនិងអនុវត្តទណ្ឌកម្មហើយវិធានតាក់ទងដល់ការរៀបចំការប្រព្រឹត្តទៅនឹងការវិនិច្ឆ័យនៃរឿងក្តីព្រហ្មទណ្ឌនេះគឺបង្កើតបានជាសំណុំនៃវិធានមួយហៅថានីតិវិធីព្រហ្មទណ្ឌនេះឯងបានន័យថានីតិវិធីព្រហ្មទណ្ឌនេះជាសំណុំនៃវិធានដែលគ្រប់គ្រងការរៀបចំការប្រព្រឹត្តទៅនៃការវិនិច្ឆ័យរឿងក្តីព្រហ្មទណ្ឌបាទដើម្បីធានាប្រសិទ្ធភាពនៃការដំណើរការរបស់តុលាការក៏ដូចជាស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋហើយនីតិវិធីព្រហ្មទណ្ឌនេះត្រូវបានរៀបចំឡើងនៅក្នុងគោលដៅសំខាន់ជាអាចដូចជាតាក់ទងទៅដល់ការកំណត់សមត្ថកិច្ចនិងការប្រព្រឹត្តទៅរបស់យុត្តាធិការព្រហ្មទណ្ឌជាពិសេសដែលយើងហៅថាតុលាការព្រហ្មទណ្ឌបើតាមរចនាសម្ព័ន្ធសពថ្ងៃយើងអាចមាន3ថ្នាក់ខ្ញុំនិយាយសង្ខេបដោយប៉ុណ្នេះហើយនីតិវិធីព្រហ្មទណ្ឌនេះផងដែរក៏តាក់ទងទៅដល់បែបបទនីតិវិធីនៃការពិនិត្យការចោទប្រកាន់បទល្មើសការស្រាវជ្រាវរកជនល្មើសការស្វែងរកភស្តុតាងព្រមទាំងនីតិវិធីនៃការជំនុំរះជនល្មើសហើយក៏តាក់ទងដល់ផងដែរពីក្នុងករណីនៃការរៀបចំផ្លូវនៃបណ្ដឹងតវ៉ានិងចំពោះការសម្រេចរបស់តុលាការព្រហ្មទណ្ឌក៏ដូចជាបែបបទនៃការអនុវត្តទោសព្រហ្មទណ្ឌដែលតុលាការព្រហ្មទណ្ឌបានច្បាស់ដូច្នេះដោយសង្ខេបគោលបំណងធំបំផុតរបស់នីតិវិធីព្រហ្មទណ្ឌគឺធានាប្រសិទ្ធភាពនៃការបង្ក្រាបផងហើយក៏ធានានៅសិទ្ធិនិងសេរីភាពរបស់បុគ្គលដែលពាក់ព័ន្ធផងដូច្នេះហើយបានជាគោលការណ៍នេះក៏ដូចកំណត់នៅក្នុងរដ្ឋធម្មនុញ្ញថាដែរបុគ្គលដែលត្រូវបានចោទប្រកាន់ត្រូវតែមានលទ្ធភាពការពារខ្លួនហើយអាចនឹងត្រូវផ្ដន្ទាទោសបានលុះត្រាតែពីរដ្ឋភាពនិងការទទួលខុសត្រូវរបស់គាត់ត្រូវបានបង្ហាញយ៉ាងច្បាស់តាមផ្លូវច្បាប់ប៉ុណ្ណេះដូច្នេះហើយចេញជាគោលការណ៍នៅក្នុងរដ្ឋធម្មនុញ្ញយើងតាក់ទងដល់វិធាននៃការស្វែងរកភស្តុតាងណែដែលបានមកដោយការបង្ខិតបង្ខំដោយការខុសច្បាប់ដោយសារខ្លែងបន្លំគឺភស្តុតាងនេះគឺมันអាចយកជាការដើម្បីដាក់ពិរុទ្ធភាពទៅលើជនជាប់ចោទបានទេនេះក៏ជាគោលការណ៍នៃការរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌថ្មីយើងផងដែរការដែលមិនគោរពនៅគោលការណ៍នេះគឺនាំឲ្យមានមុខភាពនៃនីតិវិធីដែលយើងប្រៀបធៀបជាមួយច្បាប់ចាស់គឺជាចំណុចថ្មីដែលយើងកែលម្អហើយយើងឃើញថានៅក្នុងក្របខ័ណ្ឌនៃការរៀបចំនេះគឺក្រមនីតិវិធីព្រហ្មទណ្ឌគោលគំនិតមួយគឺគេហៅថាធានាតុល្យភាពរវាងប្រសិទ្ធភាពនៃការបង្ក្រាបដែលធានានៅសណ្ដាប់ធ្នាប់សង្គមហើយនឹងហៅថាសិទ្ធិឬក៏គោលការណ៍នៃការការពារខ្លួនដែលមាននៅក្នុងកំណត់នៅក្នុងរដ្ឋធម្មនុញ្ញដើម្បីធានានឹងសិទ្ធិសេរីភាពនិងផលប្រយោជន៍របស់បុគ្គលដែលពាក់ព័ន្ធដូច្នេះរឿងក្តីព្រហ្មទណ្ឌឬក៏នីតិវិធីព្រហ្មទណ្ឌត្រូវបានរៀបចំដើម្បីធានាតុល្យភាពនេះរវាងប្រសិទ្ធភាពនៃការបង្ក្រាបនិងការការពារសិទ្ធិនិងសេរីភាពរបស់ជនពាក់ព័ន្ធហើយដំណើរការរឿងក្តីព្រហ្មទណ្ឌយើងអាចចែកជា4ដំណាក់កាលទៅតាមគេថាលំដាប់អំណោយតាមពេលវេលាដូចតទៅទី1គឺការស៊ើបអង្កេតដែលធ្វើឡើងដោយនគរបាលធម៌ក្រោមការទទួលខុសត្រូវរបស់ព្រះរាជអាជ្ញា
បន្ទាប់មកគឺដំណាក់កាលនៃការចោទប្រកាន់ដែលអនុវត្តដោយព្រះរាជអាជ្ញាស្របតាមរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាយើងដំណាក់កាលទី3គឺការស៊ើបសួរដែលធ្វើឡើងដោយចៅក្រមស៊ើបសួរហើយដំណាក់កាលទី4គឺជាការជំនុំជម្រះធ្វើឡើងដោយយុត្តាធិការជំនុំជម្រះបាទសូមថ្លែងអំណរគុណបាទចាសូមអរគុណចាតាមប្រសាសន៍របស់អាដាមអំបញ្ញមិញគឺរឿងក្តីព្រមត្តនគឺមានពាក់ព័ន្ធចាដល់ស្ថាប័នជាច្រើននៅក្នុងនោះមាននគរបាលយុតិធម៌អាយកាចៅក្រមស៊ើបសួរនិងស្ថាប័នជំនុំជម្រះជាដើមតកតងទៅនឹងនគរបាលព្រំប្រទាននឹងខ្ញុំសូមជម្រាបសួរអាដាមប៊ុនហុនថាតើនគរបាលព្រំប្រទាននឹងជាអ្នកណាមានអ្នកណាខ្លះចាហើយចំពោះការងាររបស់នគរបាលខាងផ្នែកយុតិធម៌មានការងារយ៉ាងម៉េចខ្លះដែរទៅអាដាមចាបាទសូមអរគុណដល់លោកស្រីវិធីការនីព្រោះថានៅក្នុងបញ្ហារឿងនីតិវិធីព្រំប្រទាននេះគឺដំណើរការដំបូងដែលកើតឡើងគឺទៅខាងនគរបាលយុតិធម៌នៅពេលដែលនគរបាលយុតិធម៌គឺថាគេឲ្យមកបំពេញការងារនេះតើមានន័យថាម៉េចខ្លះដែលហៅថានគរបាលយុតិធម៌នៅក្នុងក្រមយើងបានឲ្យនិយមន័យច្បាស់ហើយនៅក្នុងមាត្រា56គឺបានឲ្យនិយមន័យថានគរបាលយុតិធម៌គឺជាជំនួយអំណាចតុលាការមានន័យថាគាត់ជាជំនួយឲ្យខាងព្រះញ្ញាឬក៏ចៅក្រមស៊ើបសួរនៅក្នុងការត្រួតពិនិត្យបទល្មើសបាទក្នុងការត្រួតពិនិត្យបទល្មើសគឺស្វែងរកភស្តុតាងទាំងឡាយដើម្បីចាប់ជនល្មើសនិងកំណត់អត្តសញ្ញាណជនល្មើសបាទនឹងគឺមានចែងនៅក្នុងមាត្រា56អញ្ចឹងចង់បញ្ជាក់ដែរថានៅក្នុងនគរបាលពាក្យថានគរបាលយុតិធម៌នេះគឺថាមានសមាសភាព3ប្រភេទគឺទី1គឺមន្ត្រីនគរបាលយុតិធម៌និងទី2គឺភ្នាក់ងារនគរបាលយុតិធម៌និងទី3មន្ត្រីរាជការឬក៏ភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ពិសេសបានប្រគល់សិទ្ធិអំណាចឲ្យចា៎បាទអញ្ចឹងនៅក្នុងនេះយើងនឹងបញ្ជាក់ជូនថាតើមន្ត្រីនគរបាលយុតិធម៌នោះអ្នកណាគេហើយគាត់មានគុណសម្បត្តិយ៉ាងណាបានអាចក្លាយទៅជាមន្ត្រីនគរបាលយុតិធម៌គឺថានៅមន្ត្រីនគរបាលយុតិធម៌គឺជាជនទាំងឡាយដែលគាត់ត្រូវបានផ្ដល់សិទ្ធិគុណសម្បត្តិដោយច្បាប់នេះគឺតាមរយៈ2ប្រភេទទី1គឺថាតាមរយៈការប្រឡងប្រជែងមានន័យថាគាត់ត្រូវប្រឡងមានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុតិធម៌សិនបានគាត់អាចទៅជាមន្ត្រីនគរបាលយុតិធម៌អញ្ចឹងនៅក្នុងការទទួលគុណសម្បត្តិប្រឡងនេះគឺថាគាត់តលតែទី1ជាមន្ត្រីនគរបាលជាតិនាយនគរបាលជាតិឬក៏នាយនគរបាលរងដែលគាត់បានបម្រើការងាររយៈពេល2ឆ្នាំហើយគាត់បានប្រឡងជាប់ខាងសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុតិធម៌នេះគឺគាត់នឹងក្លាយខ្លួនទៅជាមន្ត្រីនគរបាលយុតិធម៌ចំពោះនាយទាហានកងរាជអាវុធហត្ថនោះគឺថាគាត់បានបម្រើការងារនៅក្នុងមុខងារនឹង2ឆ្នាំដែរហើយប្រឡងជាប់ខាងផ្នែកសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុតិធម៌ហ្នឹងក៏គាត់បានទទួលមុខងារជាមន្ត្រីនគរបាលយុតិធម៌ដែរហើយចំពោះថាតើសញ្ញាបត្រនឹងដើម្បីប្រឡងនឹងត្រូវធ្វើយ៉ាងម៉េចគឺថាត្រូវឆ្លងកាត់នៅការប្រឡងវិញ្ញាសា3មុខគឺទី1ច្បាប់ព្រហ្មទណ្ឌទី2គឺនីតិវិធីព្រហ្មទណ្ឌនិងទី3គឺវិញ្ញាសាស្ដីពីករណីកិច្ចសាសដោយដែលមានចែងនៅក្នុងក្រមសីលធម៌ដែលតាក់តែងឡើងដោយអង្គការសហប្រជាជាតិបាទហើយសមាជិកភាពនៃគណៈមេប្រយោគគឺថាគណៈមេប្រយោគស្ថិតនៅក្រោមការអធិបតីភាពរបស់អគ្គប្រញ្ញាអមតុលាការកំពូលឬក៏ចៅក្រមអัยការដែលទទួលនៅមុខងារនេះហើយសមាជិកភាពគណៈមេប្រយោគនោះមានចៅក្រមស៊ើបសួរមួយរូបដែលតែងតាំងដោយប្រធានតុលាការកំពូលនិងចៅក្រមអัยការមួយរូបដែលតែងតាំងដោយអគ្គប្រញ្ញាអមតុលាការកំពូលនិងតំណាង2រូបពីក្រសួងមហាផ្ទៃឬក៏2រូបទៀតពីក្រសួងការពារជាតិអាស្រ័យទៅតាមការប្រឡងរបស់ខាងមន្ត្រីនគរបាលជាតិឬក៏ខាងកងរាជអាវុធហត្ថហើយនៅពេលដែលគាត់ប្រឡងជាប់គឺទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុតិធម៌ដែលសញ្ញាបត្រនេះគឺមានចុះហត្ថលេខាដោយប្រកាសរួមដោយក្រសួងការពារ
ជាតិឬក៏ក្រសួងមហាផ្ទៃជាមួយនឹងក្រសួងយុតិធម៌មានន័យថាបើខាងមន្ត្រីនគរបាលយុតិធម៌ដែលចេញមកពីខាងកងរាជអាវុធហត្ថគឺសញ្ញេដោយរដ្ឋមន្ត្រីក្រសួងយុតិធម៌ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិបើសិនជាមកពីខាងក្រសួងមហាផ្ទៃគឺសញ្ញេដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយនឹងក្រសួងយុតិធម៌បាទហើយនៅពេលដែលគាត់បានសញ្ញាបត្រនេះហើយគឺថាគាត់មិនមែនអាចទៅធ្វើនគរបាលយុតិធម៌បានភ្លាមទេបាទគឺថាគាត់ត្រូវមានប្រកាសរួមតែងតាំងគាត់ទៀតរវាងនគរក្រសួងសម័យជាមួយនឹងក្រសួងយុតិធម៌បាទហើយចំពោះករណីមួយទៀតអំពីមន្ត្រីនគរបាលយុតិធម៌ផ្សេងទៀតដែលថាមិនឆ្លងកាត់ការប្រឡងទេគឺថាតាមរយៈឋានន្តរស័ក្តិនិងមុខងាររបស់គាត់ដែលមាត្រា60បានចែងមានច្រើនណាស់គឺថាមានទាំងអភិបាលរងខេត្តក្រុងអភិបាលរងស្រុកខណ្ឌមេឃុំចៅសង្កាត់មានទាំងមន្ត្រីនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថផ្សេងទៀតដែលនៅក្នុងច្បាប់នេះរៀបរាប់ច្រើនដែលខ្ញុំយកឃើញថាដោយសារពេលវេលាមិនអំណោយផលខ្ញុំបានគ្រាន់តែចង្អុលបង្ហាញលើមាត្រាគឺនៅក្នុងមាត្រា60នៃក្រមនីតិវិធីហើយទោះបីជាគាត់បានជាប់ឋានៈជាមន្ត្រីនគរបាលយុតិធម៌ហើយក៏ដោយក៏គាត់មិនអាចទៅបំពេញមុខងារនឹងបានភ្លាមដែរគឺគាត់ត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺថាត្រូវទៅធ្វើសម្បត្តិនៅមុខសាលាអូតូបាទមានន័យថាអ្នកដែលទទួលបានគុណសម្បត្តិដោយខ្ញុំបានរៀបរាប់ខាងដើមគឺថាអ្នកខ្លះតាមរយៈការប្រឡងអ្នកខ្លះទៀតគឺតាមរយៈឋានន្តរស័ក្តិមុខងាររបស់គាត់ហ្នឹងគឺពេលដែលរដ្ឋមន្ត្រីសម័យជាមួយនឹងរដ្ឋមន្ត្រីក្រសួងយុតិធម៌បានប្រកាសតែងតាំងគាត់ហើយនឹងក្តីក៏ត្រូវឆ្លងកាត់ការធ្វើសម្បត្តិនៅមុខសាលាអូតូដែរចំពោះភ្នាក់ងារនគរបាលយុតិធម៌ថាយ៉ាងណាដែរអាដាមបាទចំពោះភ្នាក់ងារនគរបាលយុតិធម៌គឺសំដៅទៅលើនាយនគរបាលឬក៏នាយនគរបាលរងនៃក្រសួងមហាផ្ទៃដែលមិនមែនជាមន្ត្រីនគរបាលយុតិធម៌ហើយមួយទៀតគឺថានគរបាលបាទនគរបាលដែលគាត់មិនមែនជាមន្ត្រីដែលគាត់មិនអាចបំពេញមុខងារជាមន្ត្រីនគរបាលយុតិធម៌ប៉ុន្តែភ្នាក់ងារនគរបាលយុតិធម៌នេះមិនមែនទាំងអស់គ្នាដោយតែនគរបាលអាចធ្វើជាភ្នាក់ងារទេគឺអាស្រ័យទៅតាមមុខងាររបស់គាត់នៅក្នុងនោះហើយពេលនេះគឺថាក្រសួងសម័យហ្នឹងគាត់ជាអ្នកឲ្យបញ្ជីឈ្មោះមកតែម្ដងហើយគាត់មកបំពេញមុខងារបានតលតែឆ្លងកាត់សម្បត្តិដូចគ្នាបាទប៉ុន្តែសម្បត្តិគាត់គឺមិនធ្វើនៅចំពោះមុខសាលាតូទេគាត់ធ្វើនៅមុខសាលាដំបងដែលមានសមត្ថកិច្ចតាមខេត្តក្រុងនីមួយៗជាទូទៅនៅក្នុងក្តីរឿងក្តីព្រហ្មទណ្ឌតើនគរបាលយុតិធម៌គាត់មានសិទ្ធិអំណាចអីខ្លះឯណាបាទនៅក្នុងរឿងក្តីព្រហ្មទណ្ឌនគរបាលយុតិធម៌គាត់មានសិទ្ធិអំណាចនៅក្នុងការធ្វើការស៊ើបអង្កេតបឋមឬក៏ស៊ើបអង្កេតជាក់ស្ដែងដើម្បីប្រមូលភស្តុតាងកំណត់អត្តសញ្ញាណជនល្មើសនៅក្នុងពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋឬក៏បទមជ្ឈិមឬក៏បទលហុដែលកើតឡើងបាទចា៎ហើយចំពោះបញ្ហាមួយទៀតដែលខ្ញុំចង់បញ្ជាក់ដែរតាក់ទងជាមួយនឹងបញ្ហារឿងថាតើភ្នាក់ងារនគរបាលយុតិធម៌ជាមួយនឹងមន្ត្រីនគរបាលយុតិធម៌ហ្នឹងកិច្ចការរបស់គាត់ហ្នឹងខុសគ្នាយ៉ាងណាគឺថាភ្នាក់ងារនគរបាលយុតិធម៌ហ្នឹងច្បាប់បានឲ្យកិច្ចការរបស់គាត់គ្រាន់តែជាជំនួយឲ្យមន្ត្រីនគរបាលយុតិធម៌ទេបាទហើយគាត់ធ្វើកិច្ចការទាំងអស់ហ្នឹងគ្រាន់តែជាអ្នកដែលជួយប្រមូលជាព័ត៌មានគឺថាគាត់មិនអាចធ្វើកំណត់ហេតុទេគាត់ធ្វើរបាយការណ៍ជូនទៅមន្ត្រីនគរបាលយុតិធម៌បាទហើយរបាយការណ៍គាត់ហ្នឹងគ្រាន់តែជាព័ត៌មានធម្មតាចា៎តើទៅនឹងស្ថាប័នអាយកាវិញម្ដងនេះខ្ញុំសូមជម្រាបសួរអាយដាមកើតរិទ្ធថាតើស្ថាប័នអាយកាមានរចនាសម្ព័ន្ធយ៉ាងណាដែរចា៎បាទសូមអរគុណចំពោះសំណួរនេះនៅពេលដែលពិនិត្យអំពីអង្គការអាយកានេះគឺដូចអាដាមភៅសុភីបានបញ្ជាក់ពីខាងដើមគឺរដ្ឋធម្មនុញ្ញបានផ្ដល់នៅតួនាទីរបស់គាត់គឺតួនាទីសំខាន់មួយគឺតាក់ទងនឹងបទល្មើសព្រហ្មទណ្ឌនេះគឺគាត់គឺជាម្ចាស់នៃបណ្ដឹងអាជ្ញាបានន័យថាគាត់ជាអ្នកចាត់ការលើបណ្ដឹងអាជ្ញាហើយនៅក្នុងក្របខ័ណ្ឌនៃការចាត់ការលើបណ្ដឹងអាជ្ញានេះគឺនៅក្នុងក្រមតិធីព្រហ្មទណ្ឌយើងបានកំណត់ក្នុងមាត្រា27គឺតាមរយៈនេះព្រះញ្ញាគាត់អ្នកចោទប្រកាន់ខាងផ្នែកព្រហ្មទណ្ឌ
គាត់សន្និដ្ឋានឲ្យតុលាការអនុវត្តច្បាប់ ចា៎ និយាយចំខាងផ្នែកព្រំប្រទានគាត់គឺជាម្ចាស់នៃបណ្ដឹងអាជ្ញាគាត់ជាម្ចាស់នៃចំណាត់ការផ្សេងៗតាក់ទងជាមួយនឹងដំណើរការនៃរឿងព្រំប្រទានតាក់ទងជាមួយនឹងស្ថាប័នអាយកានេះយើងឃើញថាមានការរៀបចំមួយចំនួនដោយច្បាប់ផ្សេងៗហើយក្នុងនេះក្រមនីតិវិធីព្រំប្រទានក៏បានបញ្ជាក់ជូនបន្ថែមទៀតអំពីអង្គការអាយកានេះផងដែរនៅក្នុងក្របខ័ណ្ឌនៅពេលដែលយើងនិយាយអំពីអង្គការអាយកានេះបើយើងពិនិត្យនៅក្នុងរចនាសម្ព័ន្ធនៃតុលាការយើងតែម្ដងគឺយើងចែកចេញជា3នៅអមតុលាការខេត្តក្រុងដែលបច្ចុប្បន្នក្រមនេះបានប្រើពាក្យថាសាលាដំបងនោះ ចា៎ បាទគឺមានអាយកាមួយដែលក្នុងអាយកានេះគឺអ្នកដែលធ្វើការក្នុងអាយកានេះគឺមានបរិញ្ញានិងបរិញ្ញារងនៅអមសាលាតូគឺមានអាយកាមួយដែរអាយកាមួយនោះគឺគេឈ្មោះថាមហាអាយកាអមសាលាតូដែលអ្នកធ្វើការនៅទីនោះមានអគ្គបរិញ្ញាអមសាលាតូអគ្គបរិញ្ញារងអមសាលាតូនិងបរិញ្ញានៅអមតុលាការកំពូលក៏ដូចគ្នាដែរគឺមានអាយកាមួយដែលគេឲ្យឈ្មោះថាមហាអាយកាអមតុលាការកំពូលហើយអ្នកដែលធ្វើការនៅទីនោះគឺមានអគ្គបរិញ្ញាអមតុលាការកំពូលអគ្គបរិញ្ញារងអមតុលាការកំពូលហើយនឹងបរិញ្ញាបាទការងារសំខាន់របស់គាត់គឺតាក់ទងជាមួយនឹងបរិញ្ញានេះគឺរដ្ឋធម្មនុញ្ញនិងច្បាប់នេះបានកំណត់គាត់គឺជាអ្នកធានាមួយទៀតគឺតាក់ទងការអនុវត្តលើស្អីសម្រាប់ខាងផ្នែកព្រំប្រទានរបស់តុលាការបាទ ហើយតកតងទៅនឹងបញ្ហាមួយទៀតដែលខ្ញុំមានចម្ងល់ដែរដែលយើងហៅថាចៅក្រមស៊ើបសួរនិងចៅក្រមស៊ើបអង្កេតវាហាក់ដូចជាពាក្យនេះអាចធ្វើឲ្យប្រជាពលរដ្ឋយើងមានការយល់ច្រឡំតែមានទូនីតិខុសគ្នាយ៉ាងម៉េច សូមអរគុណចំពោះសំណួរនេះបាទធៀបពិតនៅក្នុងការរៀបចំក្រមនេះយើងចែកជាដំណាក់កាលដោយអាដាមភៅភីបានបញ្ជាក់ជូនពីខាងដើមនៅក្នុងដំណាក់កាលនៃនីតិវិធីព្រំប្រទានយើងចែកចេញជា4ដំណាក់កាលធំៗគឺដំណាក់កាលនៃការស៊ើបអង្កេតដំណាក់កាលនៃការចោទប្រកាន់ដោយអាយកាដំណាក់កាលស៊ើបសួរហើយនឹងចុងក្រោយគឺដំណាក់កាលជំនួយជំរះនៅក្នុងន័យនេះដើម្បីបែងចែកឲ្យបានច្បាស់រវាងដំណាក់កាលនីមួយៗនេះក្រមនីតិវិធីព្រំប្រទានបានជ្រើសរើសពាក្យដើម្បីធ្វើការបែងចែកនៅពេលដែលយើងនិយាយអំពីការស៊ើបអង្កេតគឺសំដៅទៅដល់ដំណាក់កាលដែលស្ថិតនៅក្រោមការចាត់ការរបស់នគរបាលយុតិធធម៌ហើយនឹងអាយកាអញ្ចឹងហើយបានជាភាសាបច្ចុប្បន្នយើងមានភាសាមួយទៀតគឺការស៊ើបសួរការស៊ើបសួរនេះគឺឈានចូលដល់ដំណាក់កាលមួយដែលក្នុងនោះគឺបរិញ្ញាគាត់បានចោទប្រកាន់ហើយក៏បញ្ជូនរឿងទៅចៅក្រមម្នាក់ចៅក្រមនោះដែលទទួលទុកនោះគេឈ្មោះថាជាចៅក្រមស៊ើបសួរដែលការកំណត់ពាក្យនេះគឺខុសអំពីច្បាប់នីតិវិធីព្រំប្រទានឆ្នាំ1993ដែលយើងចំណាំតែប្រើពាក្យថាចៅក្រមស៊ើបអង្កេតឬចៅក្រមអង្កេតអញ្ចឹងចាប់ពីពេលនេះតទៅយោងតាមក្រមនីតិវិធីព្រំប្រទានគួរតែប្រើពាក្យថាជាចៅក្រមស៊ើបសួរឬហៅថាចៅក្រមស៊ើបហៅកាត់អីយ៉ាងទៅបាទអញ្ចឹងពាក្យនេះគឺមានការខុសគ្នាបាទហើយក្រៅពីនេះគឺយើងមានទាំងចៅក្រមស៊ើបសួរនិងបរិញ្ញានេះខ្ញុំចង់សូមឲ្យដំបញ្យល់វិញព្រះរាជអាជ្ញាឬមួយក៏អាយកាតែវាមានការខុសគ្នាយ៉ាងម៉េចជាមួយនឹងចៅក្រមស៊ើបសួរហ្នឹងចា៎បាទសូមអរគុណចំពោះសំណួរនេះតាមពិតធាតុពិតគឺជាជំរឿក្នុងប្រព័ន្ធក្រមនីតិវិធីព្រំប្រទានដោយអាដាមភៅសុភីបានបញ្ជាក់ជូនខាងដើមគឺក្រមនេះគឺបានអនុវត្តបានរៀបចំដោយគោរពនៅគោលការណ៍ធំមួយចំនួនហើយក្នុងនោះមានទាំងប្រពៃណីផ្នែកច្បាប់ផងហើយដើម្បីធានារណភាពគឺក្រមនេះបានផ្អែកមួយផ្នែកធំទៅលើច្បាប់ស្តីពីនីតិវិធីព្រំប្រទានឆ្នាំ1993ដែលតាមរយៈច្បាប់នីតិវិធីព្រំប្រទានឆ្នាំ1993នោះគឺយើងឃើញថាមានការបែងចែកតួនាទីខុសគ្នារវាងបរិញ្ញាជាមួយនឹងចៅក្រមស៊ើបសួរចៅក្រមស៊ើបអង្កេតបាទនៅពេលនោះអញ្ចឹងនេះគឺជាជំរឿប្រព័ន្ធមួយដែលបើយើងពិនិត្យទៅតាមច្បាប់នីតិវិធីព្រំប្រទានឆ្នាំ1993ក៏ដូចជាក្រមនីតិវិធីព្រំប្រទាននេះគឺយើងឃើញថាអង្គការអាយកាដែលក្នុងនោះយើងស្គាល់ជាពិសេសគឺដល់បរិញ្ញាបានអ្នកដែលធ្វើការនៅក្នុងអង្គការអាយកានោះគាត់ជាអ្នកចោទប្រកាន់ក្នុងរឿងព្រំប្រទាននៅពេលដែលគាត់ចោទប្រកាន់ហើយជាគោលការណ៍គឺគេមិនអនុញ្ញាតឲ្យគាត់ធ្វើការស៊ើបសួរទៀតទេចា៎គឺគាត់ត្រូវបញ្ជូនរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចៅក្រមម្នាក់ទៀតដែលទទួលបន្ទុកដើម្បីធ្វើការស៊ើបសួរគឺបានន័យថាគាត់ជាអ្នកស្វែងរកនៅផុសតាងទាំងឡាយដែលផុសតាងនោះមានផុសតាងដាក់បន្ទុកផងនិងផុសតាងដោះបន្ទុកផងនិយាយជារួមការងាររបស់គាត់គឺចៅក្រមស៊ើបសួរជាអ្នកស្វែងរកការពិតដោះបន្ទុកមានន័យថាម៉េចបាទខ្ញុំនឹងបកស្រាយជូនអំពីពាក្យថាដាក់បន្ទុកយ៉ាងម៉េចហើយដោះបន្ទុកយ៉ាងម៉េចប៉ុន្តែមុននឹងចូលដល់ពាក្យនេះសូមបញ្ជាក់ជូនទៅលើចំណុចមួយគឺតាក់ទងជាមួយនឹងការងារនៃការបែងចែកមុខងាររវាងការចោទប្រកាន់ជាមួយនឹងការស៊ើបសួរក្រមនេះគឺបានរក្សាប្រពៃណីគឺរក្សាទុកនៅស្ថាប័នស៊ើបសួរដែលយោងទៅលើហេតុផលមួយធំគឺធានាការស្វែងរកយុត្តិធម៌ឲ្យកាន់តែមានភាពសុក្រិតក្នុងនេះមានន័យថាម៉េចបើយើងឧទាហរណ៍ទុកអនុញ្ញាតឲ្យបរិញ្ញាគាត់ជាអ្នកចោទប្រកាន់ខាងផ្នែកព្រំប្រទានអញ្ចឹងយើងអាចដឹងបានហើយនៅក្នុងគោលការណ៍នេះបើមិនជាបរិញ្ញាគាត់ជាអ្នកចោទប្រកាន់ហើយបើយើងឲ្យគាត់ជាអ្នកធ្វើការស៊ើបសួរទៀតអញ្ចឹងយើងអាចដឹងថាតើគាត់នឹងធ្វើការស៊ើបសួរយ៉ាងដូចម្តេចអញ្ចឹងជាការគិតពិចារណាក្នុងការរៀបចំក្រមបើយើងអនុញ្ញាតឲ្យបរិញ្ញាគាត់ធ្វើការចោទប្រកាន់ហើយគាត់ជាអ្នកធ្វើការស៊ើបសួរទៀត
នៅក្នុងករណីគាត់ប្រកាសជាធ្វើការស៊ើបសួរស្វែងរកតែផុសតាងដាក់បន្ទុកអញ្ចឹងតាមរយៈពាក្យនេះខ្ញុំសូមបញ្ជាក់ជូនភាគតាផុសតាងដាក់បន្ទុកគឺសំដៅទៅដល់ផុសតាងទាំងឡាយណាដែលមានគោលដៅការពារការចាប់ប្រកាន់ខាងផ្នែកព្រហ្មទណ្ឌឯផុសតាងដោះបន្ទុកគឺសំដៅដល់ផុសតាងទាំងឡាយណាដែលមានគោលដៅជាចម្បងដើម្បីពិនិត្យទាញឲ្យផុតពីប្រតិភិបទៅវិញអញ្ចឹងក្នុងករណីនេះបើសិនជាយើងមិនធ្វើការបែងចែកអំណាចឬមុខងារច្បាស់លាស់រវាងព្រះរាជអាជ្ញានិងចក្រមស៊ើបសួរយើងឃើញថាដំណាក់កាលនៃការកសាងសំណុំរឿងព្រហ្មទណ្ឌតែម្ដងនឹងអាចមានភាពលំអៀងហើយដោយសារក្រមនីតិវិធីព្រហ្មទណ្ឌនេះត្រូវបានតាក់តែងរៀបចំឡើងដោយអាដាមភៅសុភីបានបញ្ជាក់ជូនពីខាងដើមដោយគោរពតាមគោលការណ៍ធំមួយចំនួននៅក្នុងនីតិអន្តរជាតិអញ្ចឹងក្នុងនោះគឺធានានៅការគោរពសេរីភាពនៃការការពារខ្លួនអញ្ចឹងដើម្បីធានាប្រសិទ្ធភាពនេះចៅក្រមស៊ើបសួរមួយត្រូវបានបង្កើតឡើងជាពិសេសនៅក្នុងប្រព័ន្ធនៃនីតិវិធីព្រហ្មទណ្ឌកម្ពុជាចាប់តាំងពីសម័យសង្គមរាស្ត្រនិយមអញ្ចឹងនៅក្នុងនេះគឺចៅក្រមស៊ើបសួរគឺជាចៅក្រមឯករាជ្យមួយអញ្ចឹងគាត់អត់ស៊ើបសួររកតែផុសតាងដាក់បន្ទុកទេជាចៅក្រមឯករាជ្យមួយមិនស្ថិតនៅក្រោមស្ថាប័នណាមួយទេមិនស្ថិតនៅក្រោមអัยការហើយក៏មិនស្ថិតនៅក្រោមស្ថាប័នណាមួយទេអញ្ចឹងគាត់ស៊ើបសួរស្វែងរកផុសតាងទាំងឡាយណាដែលអាចបង្ហាញការពិតនៃរឿងអញ្ចឹងការបង្ហាញការពិតនៃរឿងលុះត្រាតែគាត់ទៅរកផុសតាងទាំងដាក់បន្ទុកហើយផុសតាងដោះបន្ទុកបាទអញ្ចឹងហើយបានជានៅក្នុងប្រព័ន្ធយើងរក្សានៅស្ថាប័នមួយគឺចៅក្រមស៊ើបសួរនេះឯងហើយស្ថាប័ននេះគឺមានប្រយោជន៍ណាស់ដើម្បីធានានៅការស្វែងរកការពិតនៅក្នុងរឿងក្តីមួយបាទតែយើងសង្កេតឃើញប្រទេសជិតខាងយើងគេហាក់ដូចជាមិនមានចៅក្រមស៊ើបសួរទេគេមានតែរាជអាជ្ញាតែអាដាមយើងឃើញនេះគឺតាក់ទងជាមួយជំរឿនប្រព័ន្ធនៅក្នុងប្រព័ន្ធប្រទេសមួយចំនួនជិតខាងយើងគឺគេអត់មានចៅក្រមស៊ើបសួរនៅក្នុងប្រព័ន្ធប្រទេសមួយចំនួនទៀតគឺសំដៅប្រព័ន្ធរ៉ូម៉ាណូយ៉ាមេនិកនោះគឺសំដៅទៅដល់ប្រព័ន្ធដូចជាពិសេសជាប្រទេសបារាំងនោះគឺគេមានចៅក្រមស៊ើបសួរហេតុដូចម្ដេចបានជាចាំបាច់មានចៅក្រមស៊ើបសួរបើសិនជាយើងមិនបង្កើតឲ្យមានចៅក្រមស៊ើបសួរស្ថាប័នមានតែឯកការអញ្ចឹងយើងទៅពិនិត្យថាតើការស្វែងរកផុសតាងអ្នកណាជាអ្នកធ្វើដូចខ្ញុំបានបញ្ជាក់ជូនពីខាងដើមមិញបើយើងទុកការស្វែងរកផុសតាងនេះមកឲ្យឯកការអញ្ចឹងឯកការគាត់ស្វែងរកផុសតាងតែផុសតាងដាក់បន្ទុកអញ្ចឹងយើងដើម្បីធានានៅការស្វែងរកការពិតមួយឲ្យកាន់តែមានភាពសក្តិគឺត្រូវបង្កើតឲ្យមានចៅក្រមស៊ើបសួរមួយអញ្ចឹងនេះគឺជាជំរឿនប្រព័ន្ធនៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើងហើយវាស្របជាមួយនឹងច្បាប់នីតិវិធីព្រហ្មទណ្ឌឆ្នាំ1993ហើយដែលជាប្រពៃណីនៃច្បាប់នីតិវិធីព្រហ្មទណ្ឌរបស់យើងបាទមិនត្រឹមតែប៉ុណ្ណោះកន្លែងនេះគឺសូមបញ្ជាក់ជូនផងដែរថាការបែងចែកមុខងារនេះមិនមែនបែងចែកមុខងារត្រឹមតែរវាងឯកការជាមួយនឹងចៅក្រមស៊ើបសួរទេបាទចៅក្រមស៊ើបសួរមុខងារនៃការស៊ើបសួរនេះក៏មិនត្រូវលាយឡំជាមួយនឹងមុខងារនៃការជំនុំជម្រះដែរធៀបពិតចៅក្រមស៊ើបសួរគឺជានរណាចៅក្រមស៊ើបសួរគឺជាចៅក្រមអាសនៈនៃសាលាដំបងចៅក្រមអាសនៈនៃសាលាដំបងគ្រប់ចៅក្រមអាសនៈនៃសាលាដំបងគាត់អាចទទួលបន្ទុកធ្វើការស៊ើបសួរបានមានន័យថាគាត់អាចបំពេញនាទីគាត់គឺជាចៅក្រមស៊ើបសួរបានប៉ុន្តែគោលការណ៍ក្រមនេះគឺច្បាស់ណាស់វិសមត្ថភាពរវាងមុខងារស៊ើបសួរនិងមុខងារជំនុំជម្រះហើយយើងអាចចោទសួរទៀតហេតុដូចម្ដេចបានជាក្រមនីតិវិធីព្រហ្មទណ្ឌចៅក្រមណាដែលបានទទួលបន្ទុកធ្វើការស៊ើបសួរក្នុងរឿងព្រហ្មទណ្ឌណាមួយហើយគាត់មិនអាចคล้ายទៅជាចៅក្រមឬចូលរួមក្នុងការជំនះរឿងក្តីនោះគោលដៅតែមួយគោលដៅដើម្បីធានានៅការកាត់ក្តីប្រកបដោយយុត្តិធម៌ស្វែងរកការពិតកាន់តែមានភាពសក្តិព្រោះមូលហេតុអីនៅពេលចៅក្រមស៊ើបសួរគាត់ធ្វើការស៊ើបសួរចប់សពគ្រប់បើសិនជាចៅក្រមស៊ើបសួរគាត់បិទបញ្ចប់ការស៊ើបសួររបស់គាត់ដោយគិតថារឿងក្តីនោះជននោះមានពិរុទ្ធអញ្ចឹងត្រូវបញ្ជូនជននោះទៅសាវនាការដើម្បីជំនុំជម្រះបាទបើរឿងអក្រិតបច្ចុប្បន្នក្រមយើងគឺបានកំណត់យកសមាជិកចៅក្រមនេះដល់ទៅ3រូបបាទដើម្បីធានាបន្ថែមទៀតអញ្ចឹងនៅពេលបញ្ជូនគាត់ទៅសាវនាការជំនះចាប់ផ្ដើមគិតពិចារណាសាវនាការគឺមានគោលដៅធំមួយទៀតដើម្បីពិភាក្សាឆ្លិចឲ្យឃើញរកការពិតឲ្យកាន់តែច្បាស់អញ្ចឹងបើសិនជានៅក្នុងដំណាក់កាលនេះបើយើងមិនបែងចែកមុខងារស៊ើបអង្កេតសំទោសមុខងារស៊ើបសួរជាមួយនឹងមុខងារជំនុំជម្រះទេយើងឃើញថានៅពេលដែលគាត់ទៅជំនុំជម្រះបើឲ្យគាត់ជាអ្នកកាត់សេចក្តីថាតើជននោះមានពិរុទ្ធឬមួយក៏អត់ទេគឺច្បាស់ភាគច្រើននៃករណីគឺគាត់ប្រកាសជាកាត់ថាជននោះពិតជាមានពិរុទ្ធហើយព្រោះគាត់អ្នកស៊ើបបាទគាត់ស៊ើបដឹងថាហ្នឹងបាទអញ្ចឹងគឺមានន័យថាម៉េចបើយើងអនុញ្ញាតឲ្យគាត់ចូលទៅជាអ្នកជំនុំជម្រះជាចៅក្រមជម្រះឬចូលរួមនៅក្នុងសមាជិកនៃចៅក្រមជម្រះគឺក្នុងករណីគាត់មានបុរេនិច្ឆ័យរួចជាស្រេចថាជននោះមានពិរុទ្ធអញ្ចឹងធ្វើឲ្យសាវនាការនោះមិនអាចបំពេញគោលដៅមួយគឺស្វែងរកការពិតម្ដងទៀតបានអញ្ចឹងក្រមយើងគឺបែងចែកមុខងារនេះឲ្យបានដាច់ពីគ្នាបាទដល់មានអ្វីជាបន្ថែមទេខ្ញុំបាទចង់បន្ថែមដែរលោកស្រីពិធីការនីបាទតាក់ទងនឹងលោកស្រីបានលើកឡើងថានៅប្រទេសជិតខាងយើងគេអត់មានចៅក្រមស៊ើបសួរចុះ
តាក់ទងនឹងប្រសិទ្ធភាពនៃការស្វែងរកភស្តុតាងរបស់គេក៏មានប្រសិទ្ធភាពដែរឧទាហរណ៍ដូចជានៅប្រទេសសិង្ហបុរីដូចជានៅហុងកុងបើលោកស្រីហើយនឹងទស្សនិកជនមើលទៅឃើញថាអត់មានចក្រមស៊ើបសួរហើយមានការតាមដានក្នុងសវនាការយើងឃើញថាមានមេធាវីបាទដើរតួនាទីដ៏សំខាន់នៅក្នុងការស្វែងរកភស្តុតាងក៏ដូចជានៅក្នុងនីតិវិធីនៃការសួរដេញដោលសវនាការហើយប្រព័ន្ធដែលយើងបង្កើតនៅប្រទេសយើងនេះគឺប្រព័ន្ធលោកអាយដាមការរិទ្ធលោកបានលើកឡើងថា system Romano Germanic នេះគឺបានថាតួនាទីនៃការដឹកនាំនីតិវិធីនិងតួនាទីនៃការស្វែងរកភស្តុតាងដ៏សំខាន់ទៅលើចៅក្រមគឺវាឆ្លើយតបនឹងស្ថានភាពរបស់ប្រទេសកម្ពុជាយើងជាពិសេសតាក់ទងនឹងកម្រិតយល់ដឹងប្រជាពលរដ្ឋរបស់យើងអំពីសិទ្ធិនិងសេរីភាពរបស់គាត់ក៏ដូចជាកម្រិតជីវភាពនៅក្នុងប្រទេសសិង្ហបុរីឬប្រទេសហុងកុងបើសិនជាមានរឿងក្តីបើសិនជាលោកស្រីពុំមានលុយច្រើនដើម្បីជួលមេធាវីល្បីៗទេលោកស្រីប្រហែលជាថាលទ្ធភាពឬសំណាងក្នុងការឈ្នះក្តីប្រហែលជាតិចហើយបើសិនយើងអនុវត្តប្រព័ន្ធនេះលុបចក្រមស៊ើបសួរចោលប្រជាពលរដ្ឋតូចតាចដែលក៏រងគ្រោះដោយសារអំពើខុសច្បាប់របស់លោកធំឬក៏អ្នកមានគាត់នឹងខ្លាចថាគាត់នឹងចាញ់ក្តីជាស្រេចពីព្រោះថាគាត់អត់មានលុយជួលមេធាវីល្បីទេហើយរហូតដល់យើងឃើញថាមាននៅប្រទេសនេះគេប្រទេសហុងកុងដោយសិង្ហបុរីគេមានគូក្តីនឹងអាចមានសិទ្ធិជួលមេធាវីឬឯកថាអ្នកស៊ើបអង្កេតឯកជនទៀតដើម្បីទៅតាមរកភស្តុតាងទៅលួចថតលួចអីទៀតហើយនៅក្នុងក្របខ័ណ្ឌយើងគឺអត់អាចធ្វើចឹងបានទេមានតែចក្រមស៊ើបសួរដែលតំណាងឲ្យឯករាជ្យរបស់អំណាចតុលាការដើម្បីស្វែងរកការពិតគឺមិនដាក់បន្ទុកទៅភាគីណាមួយគឺស្វែងរកការពិតដោយអព្យាក្រឹតអានេះគឺជាហេតុផលនៃស្ថានភាពសេដ្ឋកិច្ចនិងសង្គមនិងកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាយើងហើយដូច្នេះយើងរយៈពេលនេះហើយបានយើងជ្រើសរើសយករក្សាប្រពៃណីច្បាប់យើងត្រឹមនេះសិនប៉ុន្តែថ្ងៃមុខវិវត្តទៅយ៉ាងណាហ្នឹងគឺស្រ័យទៅលើកលៈទេសៈនិងការវិវត្តរបស់សង្គមជាតិយើងបាទចាជាចុងក្រោយនេះខ្ញុំសូមជម្រាបអាដាមប៊ុនហ៊ុនមានប្រសាសន៍ពន្យល់ទូទស្សនិកជនតាក់ទងទៅនឹងស្ថាប័នជំនុំជម្រះតើមានសមាជិកភាពណាខ្លះចូលរួមទេបាទសូមអរគុណសមាជិកភាពជំនុំជម្រះនៅក្នុងតុលាការសាលាដំបងគឺថាមានចៅក្រមមួយរូបមានតំណាងអัยការមួយរូបនិងក្រឡាបញ្ជីមួយរូបហើយនេះជាសមាជិកភាពចាំបាច់ដែលត្រូវតែមានបើសិនជាអវត្តមាននៃសមាជិកភាពណាមួយគឺថានីតិវិធីនេះមិនអាចយកជាការបានទេហើយចំពោះនៅសាលាតូវិញគឺថាមានចៅក្រម3រូបដែលក្នុងនោះមួយរូបជាប្រធានក្រុមប្រឹក្សាហើយពីររូបទៀតជាចៅក្រមប្រឹក្សាមានតំណាងមហាអัยការមួយរូបនិងក្រឡាបញ្ជីមួយរូបនិងនៅតុលាការកំពូលគឺនៅក្នុងដំណាក់កាលនៃការជំនុំជម្រះលើបណ្ដឹងសារទុកលើកទី1គឺថាគឺមានសមាជិកភាពជំនុំជម្រះ5រូបនៅក្នុងនោះគឺថាមួយរូបជាប្រធានក្រុមប្រឹក្សាជំនុំជម្រះហើយ4រូបទៀតជាចៅក្រមប្រឹក្សានិងតំណាងមហាអัยការមួយរូបនិងកលាមជីមួយរូបហើយក្នុងពេលដែលតុលាការកំពូលពិនិត្យលើបណ្ដឹងសារទុកលើកទី2និងក្នុងករណីដែលមានបណ្ដឹងសាររើគឺថាពេលនេះសមាជិកភាពឡើង9រូបចៅក្រមគឺក្នុងនោះមួយរូបជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនិង8រូបទៀតជាចៅក្រមប្រឹក្សាហើយនឹងតំណាងមហាអัยការមួយរូបនិងកលាមជីមួយរូបបាទសូមបញ្ជាក់ជូនផងដែរតាក់ទងជាមួយសមាជិកភាពជំនះអាយដាមប៊ុនហ៊ុនបានបញ្ជាក់ជូនដើម្បីមិញអស់ហើយគឺជាទូទៅគឺជាសមាជិកភាពរួមគឺអញ្ចឹងបាទប៉ុន្តែមានចំណុចប្លែកមួយដែលគួរតែធ្វើការកត់សម្គាល់ក្នុងក្រមនីតិវិធីព្រំប្រទាននេះគឺតាក់ទងជាមួយនឹងសមាជិកភាពជំនះតាក់ទងបទឧក្រិដ្ឋគឺសមាជិកភាពនៅក្នុងក្រមនីតិវិធីព្រំប្រទានយើងនេះគឺកំណត់សមាជិកភាពចៅក្រមនេះរហូតដល់13រូបអញ្ចឹងយើងអាចចោទជាសំណួរក្រមនេះគឺតាមពិតទៅរៀបចំក្នុងគោលដៅធ្វើម៉េចដើម្បីបំពេញនៅគោលដៅធំមួយរួមមួយធ្វើម៉េចឲ្យការវិនិច្ឆ័យសម្រាប់សេចក្តីផ្ដន្ទាទោសហ្នឹងគឺប្រព្រឹត្តទៅដោយយុត្តិធម៌បាទទៅតាមការពិតសច្ចធម៌ហ្នឹងគឺត្រូវតែរៀបចំគោលដៅធំទៅអញ្ចឹងយើងមានអัยការយើងមានចៅក្រមស៊ើបសួរយើងមានចៅក្រមជំរះការជំរះហ្នឹងបើសិនជាបទឧក្រិដ្ឋព្រោះថាបទឧក្រិដ្ឋទទួលទោសធ្ងន់ធ្ងរអញ្ចឹងការជំរះគឺត្រូវធ្វើដោយសមាជិកភាពចៅក្រមដល់តែ3រូបដើម្បីពិនិត្យពិចារណាទី1ទៅលើប្រតិភិបដើម្បីកុំឲ្យការផ្ដន្ទាទោសហ្នឹងវាខុសបាទមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលសាលាដំបងជំនុំជម្រះពិនិត្យទៅលើករណីហ្នឹងឃើញថាមានប្រតិភិបខ្លាចមិនអស់ចិត្តទៀតភាគីមានសិទ្ធិប្តឹងបន្តទៀតបាទបើសិនសាលាតូកាត់សេចក្តីឲ្យមិនសុខចិត្តទៀតប្តឹងដល់កំពូលទៀតអញ្ចឹងយើងបង្កើតជាឋានានុក្រមក្នុងការជំនុំជម្រះហ្នឹងមានទៅដល់សាលាដំបងសាលាតូនិងកំពូលហេតុអីចាំបាច់មានដល់ទៅ3គោលដៅយើងនៅក្នុងក្រមនីតិវិធីព្រំប្រទាននេះ
ក៏ដូចជាច្បាប់មុនដែរគឺធ្វើម៉េចដើម្បីឲ្យការកាត់សេចក្តីហ្នឹងគឺប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌បាទបើសិនជាភាគីមិនអស់ចិត្តគាត់អាចប្តឹងតវ៉ាទៅទៀតបាទអញ្ចឹងយើងកែកន្លែងតាក់ទងបទឧក្រិដ្ឋនេះព្រោះថាប្រកាសទោសបទឧក្រិដ្ឋពេលខ្លះរហូតដល់20ឆ្នាំពេលខ្លះរហូតដល់អស់មួយជីវិតអញ្ចឹងបើសិនជាកុំឲ្យការកាត់ទោសនោះអាចភ័ន្តច្រឡំបានយើងពង្រឹងបន្ថែមទៀតគឺសមាជិកចៅក្រមមានតែដល់3រូបបាទសូមអរគុណសម្ដែងអរគុណជាចុងក្រោយសូមជម្រាបអាដាមភៅសម្ភារតែអាដាមមានអនុសាសន៍អ្វីជំរាបជូនទូទស្សនិកជនយើងទៀតតាក់ទងទៅនឹងច្បាប់ថ្មីរបស់យើងបាទខ្ញុំបាទសូមធ្វើការចាប់អារម្មណ៍តាក់ទងនឹងខ្លឹមសារសំខាន់នៃគោលបំណងកម្មវិធីផ្សព្វផ្សាយអប់រំច្បាប់សម្រាប់សាធារណជននេះការអប់រំផ្សព្វផ្សាយសម្រាប់នៅតាមរយៈទូទស្សន៍ជាតិនេះដែលយើងគោលដៅសំខាន់ផ្ដោតទៅលើសាធារណជនហើយនិងមន្ត្រីជំនាញមួយចំនួនចំណាយខាងផ្នែកខាងមន្ត្រីរបស់ខាងតុលាការដូចជាកិច្ចចក្រមព្រះញ្ញា និងកលាមជីនិងមន្ត្រីនគរបាលយុទ្ធធម៌សំខាន់ក្រសួងយុទ្ធធម៌បានសហការគ្នាបាទរៀបចំបណ្ដុះបណ្ដាលជាលក្ខណៈសិក្ខាសាលាជាតិឬក៏តាមខេត្តរួចហើយយើងឃើញថាក្រមនេះមានលក្ខណៈធំរហូតដល់6ឬ12ហើយមានលក្ខណៈបច្ចេកទេសខ្លាំងបំពេញបន្ថែមជាមួយច្បាប់ចាស់ច្រើនដូច្នេះការអប់រំផ្សព្វផ្សាយសម្រាប់មន្ត្រីតុលាការអ្នកវិជ្ជាជីវៈច្បាប់និងសាធារណជនគឺជាការងារដែលត្រូវធ្វើចាំបាច់ដើម្បីធានាប្រសិទ្ធភាពនិងភាពរលូននៅក្នុងការអនុវត្តបាទសូមថ្លែងអរគុណលោកស្រីរាជការនេះបាទសូមតែអរគុណចំពោះភាសាអាដាមចាដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សារបស់យើងនៅក្នុងថ្ងៃនេះលោកអ្នកនាងទូទស្សនិកជនជាទីគោរពតាមរយៈការបកស្រាយនៅក្នុងថ្ងៃនេះលោកអ្នកនាងជ្រាបហើយអំពីគោលដៅនៃការបង្កើតច្បាប់ថ្មីការធ្វើយ៉ាងណាឲ្យប្រព័ន្ធយុតិធធម៌របស់យើងកាន់តែមានភាពសុក្រិតកាន់តែមានភាពយុតិធធម៌ចំពោះប្រជាពលរដ្ឋយើងហើយនេះគ្រាន់តែជាការបង្ហាញលើកដំបូងហើយនៅប្រធានបទនៅថ្ងៃបន្ទាប់របស់យើងគឺយើងនិយាយអំពីនគរបាលយុតិធធម៌តើនគរបាលយុតិធធម៌មានទួនាទីយ៉ាងណាមានភារកិច្ចយ៉ាងដូចម្តេចខ្លះនៅក្នុងរឿងក្តីព្រហ្មទណ្ឌលោកអ្នកនាងនឹងបានជ្រាបនៅក្នុងកម្មវិធីលើកក្រោយរបស់យើងទៀតហើយនៅក្នុងថ្ងៃនេះយើងខ្ញុំសូមថ្លែងអំណរគុណសូមគោរពលា